មួយតើមេមន់ប្រដៅកូនដូចម្ដេចព្រោះអ្វីមេមន់ប្រដៅកូនថាកុំឲ្យដើររកចំណីឆ្ងាយពីខ្លួនព្រោះខ្លាចជួបនឹងសត្វសាហាវពីរតើកូនមាន់ធ្វើដូចម្ដេចកូនមាន់ស្ដាប់តាមដំបូន្មានមេវាតាំងពីពេលនោះមកកូនមាន់មិនដែលដើររកចំណីឆ្ងាយពីមេវាឡើយបីតើកូនមាន់នឹងមេរស់នៅដូចម្ដេចកូនមាន់នឹងមេរស់នៅប្រកបដោយភាពសុខសាន្តលំហាត់មួយចូលពន្យល់ពាក្យសុខសាន្តសាហាវសុខសាន្តមានន័យថាសេចក្តីស្រណុកដំណើរស្រួលសាហាវមានន័យថាកាចខូខើយំខ្នងពីរចូលរកពាក្យនៃដូចនឹងពាក្យនិយាយនិយាយប្រសាសន៍សំដីភាសាសង្ឃដីកាពុទ្ធដីកាបីចូលរកពាក្យផ្ទុយនិងពាក្យឃ្លានផ្ទុយនឹងឆ្អែតខចូលជ្រើសរើសពាក្យក្នុងប្រអប់ទៅបំពេញល្បះខាងក្រោមឲ្យបានត្រឹមត្រូវភ័យសុខសាន្តចំណីដើរមួយមេបណ្ដាកូនរោគចំណីនៅក្រោយភូមិពីរពេលកូនទៅឆ្ងាយពីខ្លួនមេមន់ភ័យរត់ឆ្លេឆ្លាបីកូនមាន់មិនដើររកចំណីឆ្ងាយពីមេវាទេ